សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ដល់ថ្មីមកកាន់ Channel Pro Free Fire ឥឡូវថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត Smart Pay ជាដំបូងយើងចូលទៅក្នុងកម្មវិធីការកំណត់នេះដែលភាសាអង់គ្លេសគេហៅថា Setting ខ្ញុំចុចចូលវាទៅរួចហើយយើងជ្រើសរើសពាក្យគណនីរួចហើយយើងមើលពាក្យថែមគណនីនេះមកចុចលើសញ្ញាបូកនេះមករួចហើយយើងចុចលើ Google ចូលដល់លេខកូដនេះចេញបែបនេះអ្នកទាំងអស់គ្នាត្រូវចុចថាបង្កើតអ៊ីមែលចុចលើនឹងមកហើយនាមខ្លួនយើងដាក់ឈ្មោះយើងមកខ្ញុំដាក់ Pro Free Fire ខ្ញុំចុចពាក្យថាទៅយើងដាក់ថ្ងៃឆ្នាំកំណើតរបស់យើងមក15ខែតុលា2002 Page Pro ជាបន្ទាប់វាចេញបែបនេះយើងត្រូវវាយពាក្យឈ្មោះប្រើប្រាស់អ៊ីមែលហ្នឹងវាយទៅថាលោកខ្មែរ36សុំទោសនេះថាលោកខ្មែរដាក់ពាក្យសម្ងាត់ឯមកដាក់ថាខ្ញុំសុំបើកពាក្យសម្ងាត់ខ្ញុំមកឲ្យឃើញទេហើយបាទខ្ញុំចុចវាបញ្ជាក់សម្បត្តិពេលនេះបានហើយបាទសុំទោសបាទនេះទៅហើយខ្ញុំចុចបន្ទាប់មកពេលនេះវានឹងលោតមកបែបនេះយើងចុចថាខ្ញុំយល់ព្រមពេលនេះយើងក៏បានភ្ជាប់វាហើយនេះលេខកូដក្រុមហ៊ុនគេផ្ដល់គេបញ្ជូនមកលេខកូដ Google ចុចវាដល់បន្ទាប់នេះបានហើយវានឹងលោតដល់កំណត់កន្លែងគណនីវិញបានហើយយើងចូលទៅក្នុង Play Store យើងចុចនេះកន្លែងសញ្ញាចុច3នេះមកចុចទៅនឹងមករួចហើយយើងរកពាក្យថាគណនីនេះបាទគណនីពេលនេះយើងបង្កើតបានហើយបាទដូច្នេះវីដេអូខ្ញុំមិនចប់តែត្រឹមហ្នឹងសូមកុំចុច Please Subscribe និងទេសនារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀត